អង្គការមួយបាននាំភ្ញៀវទេសចរទៅមើលពីសក្តានុពលកោះហានក្នុងខេត្តស្ទឹងត្រែងអង្គការ NTIP-EP បាននាំភ្ញៀវទេសចរប្រមាណ40នាក់ចុះទៅឆ្វេងយល់អំពីសក្តានុពលសហគមន៍អេកូទេសចរសម្រស់កោះហានដែលស្ថិតនៅតាមដងទន្លេមេគង្គក្នុងតំបន់រាមសាទឹកដីឃុំកោះស្នែងស្រុកបរិយអូស្វាយសែនជ័យខេត្តស្ទឹងត្រែងកាលពីថ្ងៃទី22-23 ខែកុម្ភៈឆ្នាំ2023អង្គការ NTIP-EP បានសហការជាមួយគម្រោងព្រៃឡង់បៃតងបានរៀបចំជាកញ្ចប់ទេសចរក្នុងការចុះឆ្វេងយល់អំពីទេសចរសំខាន់ៗមានដូចជាភ្នំត្បែងខេត្តព្រះវិហារសហគមន៍អេកូទេសចរសម្រស់កោះហាននិងសហគមន៍អេកូទេសចរកោះ30នៅក្នុងខេត្តក្រចេះក្រុមការងារនិងភ្ញៀវទេសចរដែលចុះទៅសហគមន៍អេកូទេសចរសម្រស់កោះហានបានចាប់អារម្មណ៍នឹងសម្រស់ធម្មជាតិដ៏សម្បូរបែបប្លែកភ្នែកដូចជាបោះតង់លក់ម្ហូបអាហារសហគមន៍មើលព្រៃលិចទឹកជិះទូកកាយ៉ាក់លេងកម្សាន្តនិងបានមើលពីទេសភាពព្រៃលិចទឹកសត្វបក្សាបក្សីនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បែបទេសភាពស្រុកស្រែជាមួយនឹងដំណើរកម្សាន្តសិក្សាស្វែងយល់ខាងលើនេះគឺមានរយៈពេល2ថ្ងៃមួយយប់ដោយមានការចូលរួមការពារសុវត្ថិភាពពីមន្ត្រីនគរបាលទេសចរនៃខេត្តស្ទឹងត្រែងមន្ត្រីប៉ុស្តិ៍កម្លាំងប្រជាការពារបានយ៉ាងខ្ជាប់ខ្ជួនមន្ត្រីអង្គការ NTIP-EP បានឲ្យដឹងថាគោលបំណងសំខាន់នៃការនាំភ្ញៀវទេសចរទៅឆ្វេងយល់អំពីតំបន់ទេសចរសំខាន់ៗនៅតាមបណ្ដាខេត្តមួយចំនួននេះគឺដើម្បីឲ្យភ្ញៀវទេសចរបានឃើញពីលក្ខណៈពិសេសនៃតំបន់ទេសចរនៅក្នុងប្រទេសកម្ពុជាផ្ដើមពីនោះដើម្បីឲ្យពួកគេជួយបន្តផ្សព្វផ្សាយពីសក្តានុពលនៃតំបន់កំសាន្តទាំងនោះបន្តទៀតគួររំលឹកថាសហគមន៍អេកូទេសចរសម្រស់កោះហានដែលស្ថិតនៅតំបន់រាមសាដីសើមភាគខាងជើងតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងនេះគឺទៅតែនឹងទទួលបានពានរង្វាន់ស្តង់ដារអាស៊ានកាលពីពេលថ្មីកន្លងមកការទទួលបានពានរង្វាន់នេះគឺបន្ទាប់ពីខាងក្រសួងទេសចរដាក់ទៅចូលរួមប្រកួតប្រជែងនៅឯប្រទេសឥណ្ឌូនេស៊ីលោកអ៊ុនប៉ោសឿនប្រធានមន្ត្រីទេសចរខេត្តស្ទឹងត្រែងធ្លាប់បានបញ្ជាក់ឲ្យដឹងទាំងមោទនភាពថាមូលហេតុសំខាន់ដែលទទួលបាននៅពានរង្វាន់ស្តង់ដារអាស៊ានកន្លងមកនោះគឺដោយសារតែសហគមន៍អេកូទេសចរសម្រស់កោះហានមានទេសភាពស្រស់ស្អាតគ្មានពីរបែបធម្មជាតិក្នុងចំណោមតំបន់ទេសចរដ៏ស្រស់ស្អាតជាច្រើនកន្លែងទៀតនៅក្នុងប្រទេសកម្ពុជាអរគុណសម្រាប់ការតាមដាន Cambodia Flash News